បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែរខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅคลิปវីដេអូចំណេះដឹងនេះដែរខ្ញុំចង់ចែកម្លែកបងប្អូនពីរបៀបទាញយក account Facebook ចាស់យកមកប្រើវិញបាទហើយខ្ញុំសូមធ្វើវីដេអូបង្ហាញបងប្អូននៅលើសាប់នេះតែម្ដងណាពេលនេះសូមបែរកាមេរ៉ាឬក៏បបិលកាមេរ៉ាបន្តិចបាទនេះបងប្អូនខ្ញុំបានបែរកាមេរ៉ាមករួចរាល់ហើយមុននឹងខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនពីរបៀបទាញយក account Facebook ចាស់ហ្នឹងខ្ញុំឲ្យបងប្អូនមើលក្តារឃើញថាខ្ញុំកត់ត្រួសសិនណាបាទមិនបានកត់លម្អិតទេបាទអញ្ចឹងចំណុចទី1បងប្អូនត្រូវតែចាំថាបងប្អូនធ្វើការបង្កើត account Facebook ចាស់ហ្នឹងបងប្អូនធ្វើការបង្កើតតាមអីបងប្អូនធ្វើការបង្កើតតាមលេខទូរស័ព្ទឬមួយបងប្អូនធ្វើការបង្កើតតាមរយៈ Gmail អញ្ចឹងទៅបងប្អូនគួរតែកត់ទុកណាបាទអញ្ចឹងទី1នេះបងប្អូនចាំថាបង្កើតតាមរយៈលេខទូរស័ព្ទឬក៏ Gmail ព្រោះចាំបងប្អូនធ្វើការកត់លេខកូដឬក៏ពាក្យសម្ងាត់ទុកអីចឹងទៅឬចាំបងប្អូនយកមកវាយនៅលើ Facebook មកបាទមកដល់ចំណុចទី2បងប្អូនចាំទៀតថាបងប្អូនធ្វើការបង្កើត account Facebook ហ្នឹងបងប្អូនធ្វើការបង្កើតតាម Gmail ប៉ុន្តែបងប្អូនធ្វើការបានភ្លេចបាទពាក្យសម្ងាត់ឬក៏លេខកូដសម្ងាត់ឬក៏ password ហ្នឹងអញ្ចឹងក៏បងប្អូនអាចទាញយកវិញបានដែរសំខាន់ឲ្យតែបងប្អូននៅមានបាទ Gmail នេះបាទនៅគ្រប់គ្រងបាទនៅលើទូរស័ព្ទលេងរាល់ថ្ងៃណាបាទមកដល់ចំណុចទី2បងប្អូនអត់ចាំថាបងប្អូននឹងធ្វើការបង្កើត account Facebook ហ្នឹងបងប្អូនមិនដឹងថាបងប្អូនធ្វើការបង្កើតតាមអីទេបាទមិនដឹងថាបង្កើតតាមលេខទូរស័ព្ទឬមួយក៏បង្កើតតាមរយៈ Gmail ទេប៉ុន្តែបងប្អូននៅចាំលេខកូដបាទឬក៏ពាក្យសម្ងាត់ឬក៏ password ហ្នឹងអញ្ចឹងក៏មានសង្ឃឹមអាចទាញយកវិញបានដែរគ្រាន់តែថាសង្ឃឹមតិចណាបាទឥឡូវខ្ញុំសូមបង្ហាញបងប្អូននៅលើ start វិញណាបាទអញ្ចឹងខ្ញុំសូមចូលមកលើ account Facebook របស់ខ្ញុំសិនមករួចហើយចាំបាទចុចពាក្យថាចាក់ចេញឬក៏ log out ចេញណាបាទមកដល់ចំណុចនេះបើសិនជាបងប្អូនចង់ធ្វើការទាញយក account Facebook ចាស់បងប្អូនចុចបាទសញ្ញា trace 3ឬក៏ទាត់3ហ្នឹងបាទរួចហើយបងប្អូនធ្វើការអុសពីក្រោមឡើងលើចេះឬក៏ scroll មកខាងក្រោមបងប្អូនចុចពាក្យថាចាក់ចេញនេះតែម្ដងមករួចហើយបងប្អូនចុចពាក្យថាចេញអក្សរពណ៌ក្រហមនេះដើម្បីចេញអស់បាទមកដល់ចំណុចនេះខ្ញុំសូមបង្ហាញបងប្អូនពីចំណុចបាទស្រួលទៅលំបាកមុនណាបាទអញ្ចឹងសូមទាញយក account Facebook ណាដែលខ្ញុំចាំលេខកូដណាបាទមកដល់ចំណុចនេះបើសិនជាបងប្អូនមាន account Facebook ច្រើននោះនឹងឡើងច្រើនแบบនេះណាអញ្ចឹងខ្ញុំសូមទាញយក Facebook ផ្សេងអញ្ចឹងសូមចុចពាក្យថាបាទប្រើកម្រងព័ត៌មានផ្សេងហើយសូមបង្ហាញបងប្អូននៅលើទម្រង់ជាភាសាខ្មែរចុះបាទងាយស្រួលណាបាទអញ្ចឹងបងប្អូនចុចពាក្យថាប្រើកម្រងព័ត៌មានផ្សេងទៀតហ្នឹងមកបាទមកដល់ចំណុចនេះបើសិនជាបងប្អូនចាំថាបងប្អូនធ្វើការបង្កើត account Facebook ហ្នឹងបងប្អូនបង្កើតតាមរយៈលេខទូរស័ព្ទឬក៏ Gmail បងប្អូនធ្វើការបញ្ចូលមកណាបាទខ្ញុំសូមលុបនេះចេញសិនបាទរួចហើយបងប្អូនធ្វើការបាទបញ្ចូលទៅបាទលេខទូរស័ព្ទឬក៏ Gmail ហើយសូមដាក់ Gmail ចុះដាក់ Gmail មួយនេះណាខ្ញុំធ្វើការបង្កើត account Facebook តាមរយៈ Gmail មួយហ្នឹងបាទម៉ែនធីនេះបាទមកដល់ចំណុចនេះបងប្អូនធ្វើការបញ្ចូល Gmail រួចរាល់ហើយបងប្អូនធ្វើការបាទបញ្ចូលពាក្យសម្ងាត់ឬក៏ password ទៅណាបាទឬក៏លេខកូដសម្ងាត់ទៅរួចហើយបងប្អូនធ្វើការបាទចុចពាក្យថាបាទចូលនឹងមកប៉ុន្តែបើក្នុងករណីទី2បងប្អូនថាបងប្អូនអត់ចាំបាទលេខកូដសម្ងាត់ Facebook ឬក៏ពាក្យសម្ងាត់ Facebook ផងបាទអញ្ចឹងក៏អាចទាញយកវិញបានដែរប៉ុន្តែសំខាន់ឲ្យបងប្អូននៅមានបាទ Gmail ដែលបងប្អូនធ្វើការបង្កើតបាទ Facebook ហ្នឹងបងប្អូនត្រូវតែមាន Gmail ហ្នឹងនៅគ្រប់គ្រងបាទនៅក្នុងទូរស័ព្ទលេងរាល់ថ្ងៃបាទអញ្ចឹងបងប្អូនអាចទាញវិញបានហើយឥឡូវខ្ញុំឲ្យបងប្អូនមើល Gmail មួយហ្នឹងណាបាទមិញគឺបាទ T អធិស្ឋានមែន T សូមយក Gmail មែន T នេះបងប្អូននេះបាទមែន T 11223344នេះបាទមកដល់ត្រង់នេះបងប្អូនចូលមក account Facebook វិញមករួចហើយបើសិនជាបងប្អូនភ្លេចលេខកូដបងប្អូនបើសិនជាបងប្អូនភ្លេចលេខកូដណាភ្លេចពាក្យសម្ងាត់ឬក៏លេខកូដសម្ងាត់ហ្នឹងបងប្អូនមិនបាច់ចូលកន្លែងហ្នឹងក៏បានដែរណាបាទមិនបាច់ចុចសរសេរ email លេងហ្នឹងលើឬក៏លេខទូរស័ព្ទឯហ្នឹងទេបងប្អូនចុចពាក្យថាបាទភ្លេចពាក្យសម្ងាត់ឬតែម្ដងមកណាបាទដើម្បីចូលទៅតង់ទី2ដើម្បីបើសិនជាបងប្អូនចុចកន្លែងបង្ហាញពាក្យសម្ងាត់អត់ចុចកន្លែង Gmail មិញក៏វានាំយើងមកដល់ចំណុចនេះវិញដដែលណាបាទអញ្ចឹងមកដល់ត្រង់នេះបើសិនជាបងប្អូនធ្វើការបង្កើតបាទ account Facebook តាមរយៈលេខទូរស័ព្ទបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទទៅប៉ុន្តែបើសិនជាបងប្អូនធ្វើការបង្កើត account Facebook ហ្នឹងតាមរយៈ Gmail បងប្អូនចុចខាងក្រោមណាគេដាក់ថាបាទស្វែងរកតាម email ជំនួយវិញបាទជំនួសវិញអញ្ចឹងមកដល់ត្រង់នេះបងប្អូនធ្វើការបញ្ចូល Gmail ទៅណាខ្ញុំដាក់ Gmail មិញបាទបងប្អូន Gmail របស់ខ្ញុំបាទមែនធី
បាទមកដល់ទីនេះបងប្អូនគឺការចុចពាក្យថាបាទបន្តនឹងមកនៅក្នុងបាទអក្សរវងពណ៌ខៀវហ្នឹងបាទអញ្ចឹងមកចុចពាក្យថាបន្តបាទមកដល់នេះបងប្អូនកុំចុចពាក្យថាបន្តទៀតណាបាទអញ្ចឹងបងប្អូនចុចពាក្យថាបាទសាកល្បងវិធីផ្សេងទៀតបើសិនជាបងប្អូនចុចពាក្យថាបន្តគេនាំយើងទៅចូលក្នុងបាទ Facebook គេផ្ញើលេខកូដទៅក្នុង Facebook គេនេះគេដាក់អក្សរថាយើងនឹងផ្ញើលេខកូដរបស់អ្នកទៅ Facebook អញ្ចឹងបងប្អូនមិនអាចចុចពាក្យថាបន្តទេបើសិនជាបងប្អូនអត់មាន account Facebook គ្រប់គ្រងផងអញ្ចឹងគេផ្ញើលេខកូដទៅក្នុង Facebook បងប្អូនមិនអាចទាញយកបានទេណាបងប្អូនត្រូវតែចុចពាក្យថាបាទសាកល្បងតាមវិធីផ្សេងអញ្ចឹងបងប្អូនចុចមកបាទផ្សេងទៀតហ្នឹងចុចខាងក្រោមបាទរួចហើយបងប្អូនចុចម្ដងទៀតណាសាកល្បងវិធីផ្សេងទៀតដល់ចំណុចនេះគេឲ្យយើងបញ្ចូលលេខកូដឬក៏ពាក្យសម្ងាត់ឬក៏លេខកូដសម្ងាត់ហ្នឹងបាទអញ្ចឹងបងប្អូនចុចពាក្យថាសាកល្បងម្ដងទៀតហ្នឹងមកអញ្ចឹងចុច2ដងណារួចហើយបងប្អូនគ្រីសយកតាម Gmail នេះបាទទទួលលេខកូដឬដំណតាម email អញ្ចឹងបងប្អូនគ្រីសឬក៏ចុចក្នុងវងហ្នឹងមកបាទរួចហើយបងប្អូនចុចពាក្យថាបន្តណាបាទអញ្ចឹងបើសិនជាបងប្អូនមានឧទាហរណ៍ថាបងប្អូនផ្លិចមួយត្រូវតែមានមួយបើសិនជាបងប្អូនផ្លិចទាំងអស់គឺมันអាចទាញយក account Facebook ចាស់វិញបានទេហើយបើសិនជាគេនិយាយថាផ្លិចទាំងអស់ឧទាហរណ៍ផ្លិចពាក្យសម្ងាត់ឬក៏ផ្លិចផ្លិចGmail អាចទាញយកវិញបានបងប្អូនកុំជឿណាគេកុហកទេណាបាទរួចហើយបងប្អូនចេញមក Gmail វិញមកដើម្បីទៅមើលលេខកូដណា request ម្ដងមើលនេះបងប្អូន Facebook ហើយលេខកូដនេះបងប្អូនគេបានផ្ញើមកហើយមើលតែម៉ោងទៅមកនេះម៉ោង 17:45 ម៉ោង 17:45 អញ្ចឹងគឺត្រូវម៉ោងគ្នាហើយបងប្អូនយកលេខកូដនឹងវាយនៅលើ Facebook មកបាទអញ្ចឹងខ្ញុំយកលេខកូដសិនបាទចុចទៅផាសយកតែម្ដងមកលឿនជាងណាបាទចម្លងចុចស្កត់ឲ្យជាប់រួចហើយចុចពាក្យថាបាទចម្លងមកបាទរួចហើយមកដល់ត្រង់នេះបងប្អូនស្កត់មករួចហើយចុចពាក្យថាបិទភ្ជាប់នឹងមកដើម្បីយកលេខកូដលឿនរួចហើយចុចពាក្យថាបន្តមករួចហើយគេឲ្យយើងធ្វើការបង្កើតបាទ password ថ្មីឬក៏ពាក្យសម្ងាត់ថ្មីឬក៏លេខកូដថ្មីអញ្ចឹងចំណុចទាំង3ហ្នឹងបាទ password បាទលេខកូដបាទពាក្យសម្ងាត់ហ្នឹងគឺតែមួយទេបងប្អូនណាបាទបងប្អូនកុំច្រឡំគ្នាណាបាទអញ្ចឹងបងប្អូនធ្វើការរងចាំតិចនេះគេឲ្យយើងធ្វើការបង្កើតបាទពាក្យសម្ងាត់ថ្មីនេះគេដាក់ថាពាក្យសម្ងាត់ថ្មីអញ្ចឹងម្ដងនេះបងប្អូនមិនមែនបញ្ចូលពាក្យសម្ងាត់ទេណាបងប្អូនធ្វើការបង្កើតនៅពាក្យសម្ងាត់ថ្មីអញ្ចឹងបងប្អូនគួរតែត្រៀមបាទប៊ិចនិងសភៅដើម្បីធ្វើការកត់ទុកកុំឲ្យភ្លេចម្ដងទៀតណាបាទអញ្ចឹងសូមធ្វើការបាទបង្កើតពាក្យសម្ងាត់សូមលាក់បងប្អូនបន្តិចណាបាទនេះបងប្អូនខ្ញុំបានបង្កើតពាក្យសម្ងាត់ថ្មីរួចរាល់ហើយបើសិនជាបងប្អូនថាឃើញតែសញ្ញាចុចអញ្ចឹងបាទគឺมันអាចមើលឃើញពាក្យសម្ងាត់កត់ទុកបានបងប្អូនអាចចុចសញ្ញាថ្មីនេះហើយសូមធ្វើការបញ្ចូលពាក្យសម្ងាត់សាថ្មីដើម្បីអានបងប្អូនណាបាទបាទនេះបងប្អូនបាទឧទាហរណ៍បងប្អូនបានធ្វើការបញ្ចូលពាក្យសម្ងាត់ឬបង្កើតពាក្យសម្ងាត់ថ្មីហ្នឹងបងប្អូនធ្វើការបាទចង់កត់ទុកបងប្អូនចុចកន្លែងផ្នែកមកដើម្បីធ្វើការបើកមើលណាបាទតែប៉ុណ្ណឹងទៅនោះខ្ញុំបង្ហាញពាក្យសម្ងាត់តែម្ដងណាបាទអញ្ចឹងបងប្អូនធ្វើការកត់ទុកទៅណាខ្ញុំសូមលាក់បងប្អូនបន្តិចបាទនេះបងប្អូនខ្ញុំបានបង្កើតពាក្យសម្ងាត់ថ្មីរួចរាល់ហើយរួចហើយបងប្អូនចុចពាក្យថាបន្តនឹងមកបាទរួចហើយបងប្អូនចុចពាក្យថាបន្តទៀតមកឬក៏រំលងចោលទៅណាបាទអញ្ចឹងបើសិនជាវាអត់ទៅបងប្អូនចុចពាក្យថារំលងមកបាទរួចហើយចុចពាក្យថាបន្តចឹងមកបាទនោះនឹងនាំបងប្អូនទៅដល់កន្លែង account Facebook តែម្ដងបាទហើយមកដល់ចំណុចទី2ខ្ញុំប្រាប់ថាបងប្អូនថាបងប្អូនភ្លេចថាបងប្អូនមិនដឹងបង្កើតតាមអីទេប៉ុន្តែបងប្អូននៅចាំលេខកូដបាទសម្ងាត់ឬក៏ពាក្យសម្ងាត់ហ្នឹងបាទអញ្ចឹងក៏បងប្អូនអាចធ្វើការទាញយកវិញបានដែរប៉ុន្តែភាគរយតិចណាបាទភាគរយតិចខ្ញុំសូមឆ្លាស់មក Facebook នេះវិញបាទ
បាទនាងបងប្អូនឧទាហរណ៍ដូចថាខ្ញុំហ្នឹងមាន Facebook មួយដែលឈ្មោះថាបាទតូចតែធំនេះបាទអញ្ចឹងរួមចាំតិចសិនទៅចុចកន្លែង search មកឥឡូវខ្ញុំសុំថា Facebook របស់ខ្ញុំតូចតែធំនេះជា Facebook របស់ខ្ញុំពិតណាបាទមកដល់ត្រង់នេះបងប្អូនចង់ទិញយក account Facebook វិញប៉ុន្តែគេឲ្យយើងត្រូវតែចាំថា account Facebook ហ្នឹងបងប្អូនធ្វើការបង្កើតហ្នឹងមានពាក្យសម្ងាត់ជាអីឬមួយបងប្អូនបានបញ្ជាប់ជាមួយលេខទូរស័ព្ទអីចឹងបាទអញ្ចឹងបងប្អូនអាចទិញវិញបានដែរបងប្អូនគ្រាន់តែចុចនេះកន្លែង trace 3ឬហើយទៅ copy link ណាបាទអញ្ចឹងបងប្អូនសាកល្បងមើលទៅណាបាទរួចហើយបងប្អូនចុចពាក្យថាបាទចម្លងដំណរហ្នឹងមកបាទប៉ុន្តែបើសិនជា Facebook ខ្លះវាអត់ឡើងចុច3នៅទៅនឹងទេវាឡើងជាតម្រងជាណាបាទផុតពាក្យសម្ងាត់ទេបងប្អូនបាទវាឡើងជាតម្រងបែបចង្អោរដៃអញ្ចឹងវារត់ទៅនៅលើនោះនេះឧទាហរណ៍ថា Facebook មួយនេះវាឡើងខុសគ្នាណាបាទវាខុសគ្នាត្រង់ថាវាអត់ឡើងកន្លែងនេះចុច3ទេវាឡើងចង្អោរដៃអញ្ចឹងបងប្អូននៅខាងលើនេះក៏មាន trace 3ដែរអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមករួចហើយនោះនឹងចេញពាក្យថាបាទចម្លងដំណរដូចគ្នាណាបាទអញ្ចឹងសូមយក Facebook នេះវិញណា Facebook នេះវិញបាទរួចហើយចុចហ្នឹងមករួចហើយចុចកន្លែង trace 3ចុច3ហ្នឹងមករួចហើយចុចពាក្យថាចម្លងដំណរអញ្ចឹងរបៀបទៅយកបងប្អូនត្រូវតែចាំលេខកូដណាបាទចាំលេខកូដបងប្អូនធ្វើការលុបចេញទៀតមកចាក់ចេញហ្នឹងចូលលើ Facebook បាទ trace 3រួចហើយចុចពាក្យថាចាក់ចេញបាទចេញម្ដងទៀតពេលនោះបងប្អូនចូលវិញតំណមដើមវិញមកណាបាទតែមកដល់ថ្ងៃនេះបងប្អូនមិនបាច់ធ្វើការបញ្ចូល Gmail ទេបាទរួចចាំបងប្អូនចុចពាក្យថា click បាទពាក្យសម្ងាត់ឬហ្នឹងបាទមកដល់ថ្ងៃនេះបងប្អូនធ្វើការឆ្លាស់ទៅបាទតាម email ឬបងប្អូន copy លេខកូដបាទធ្វើការបិទភ្ជាប់ហ្នឹងមកដើម្បីឲ្យជាប់ link នេះប៉ុន្តែមានភាគរយតិចខ្ញុំចង់ប្រាប់បងប្អូនបញ្ជាក់ឲ្យម្ដងទៀតណាបាទព្រោះយ៉ាងបងប្អូនជិះពាក្យថាបន្តមកពេលខ្លះគេឲ្យយើងទៅដល់ហ្នឹងប៉ុន្តែពេលខ្លះគេឲ្យយើងព្យាយាមម្ដងទៀតឬក៏បង្កើតគណនីថ្មីណាបាទរួចហើយបើសិនជាគេឲ្យយើងធ្វើការបញ្ចូលលេខកូដបាទបើសិនជាបានបងប្អូនធ្វើការបញ្ចូលលេខកូដទៅបងប្អូនចាំលេខកូដណាប៉ុន្តែវាមានភាគរយតិចគេនាំយើងទៅណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តបាទកុំភ្លេចបាទ comment ជារូបបិទដំណាក់មួយផងហើយមុននឹងคลิปពីបងប្អូនទៅបាទក៏សូមជូនពរបាទជូនចៃដល់បងប្អូនបាទរត់ទៅទីមានសុខភាពល្អហើយបើសិនជាការនិយាយរបស់ខ្ញុំមានលះលុះខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបាទបាយបាយ